លំចាស់អូអ្នកទាំងពីរនេះល្អហើយថ្ងៃនេះមានរឿងធំមានរឿងធំកើតឡើងរឿងនេះគឺរំជុលទូទាំងទីក្រុងស៊ីនយ៉ាងតែម្ដងស្អីព្រះរាជបុត្រហ្វូស៊ូចង់ធ្វើស្អីទេចង់ផ្សព្វផ្សាយជ្រើសរើសមនុស្សដែលមានសមត្ថភាពនិងអ្នកខ្លាំងពូកែជាងគេដើម្បីទៅបម្រើនគរនិងជួយដល់ប្រជារាស្ត្របើអ្នកណាដែលមានសមត្ថភាពឲ្យខ្លាំងពូកែឆាប់ទៅចុះឈ្មោះព្រាមទៅប្រាក់ខែតាមមើលប្រហែលជាខ្ពស់ហើយមើលទៅនោះមែនទេលោកចាស់ទៅស៊ូចង់រៀនតាមម៉ងឈឹងជីងអញ្ចឹងភ្ញៀវ 3000 នាក់ហ៎ខ្ញុំខ្វល់ថាគឺហ្វូស៊ូឬក៏ដំណាក់សមត្ថភាពរឿងជាតិឬនគរឬក៏រឿងស្អីទេសិតតែគ្មានតេតនខ្ញុំទាំងអស់លោករបស់ជួយអស្ចារ្យតោះលោកពួកយើងទៅមើលទៅអស់នេះលោកពួកយើងទៅទិញស្រាឯងនៅយាមផ្ទះហើយណាលោកតាកុំទៅណាខ្ញុំទៅផងជាងមួយឆ្នាំហើយគេបិទប្រកាសស្អីហ្នឹងទីបំផុតខ្ញុំត្រឡប់មកវិញហើយមើលយ៉ាងម៉េចទៅណោះដំណាក់សមត្ថភាពរកមនុស្សមានសមត្ថភាពក្នុងលោកនេះមិនបែងចែកថ្លៃថោកខ្ពស់ទាបអ្នកមានសមត្ថភាពស្ដាអាចបម្រើជាតិសុំជាផ្លូវទីមើលទៅមើលខ្នងដំណាក់សមត្ថភាពរកមនុស្សរើសយកមនុស្សមានសមត្ថភាពហ្នឹងឲ្យខ្ញុំមើលទីមើលសមត្ថភាពចូលបម្រើទៅឆ្ងាយនឹងបម្រើប្រជារាស្ត្រហុយមែនស្អីគេណែលោកធ្វើស្អីហ្នឹងដាក់មែនមកធ្វើស្អីហ្នឹងចង់មែនមកអើយស្អីធ្វើស្អីហ្នឹងចង់ដាក់មែនមកទេគាត់ផ្លិនស្អីគាត់ខ្លាំងអូយកំណឹងមនុស្សអីស្អុយម្ល៉េះពួកឯងឈប់មើលហើយបើចឹងខ្ញុំមើលខ្លួនឯងហើយព្រះរាជបុត្រាហ្វូស៊ូបើកដំណាក់មានសមត្ថភាពអាយ៉ាអ្នកនាងធំអើយលាវប៉ាំងខ្ញុំត្រឡប់មកវិញហើយអូអាយ៉ាអ្នកប្រុសលាវខានជួបគ្នាយូរតាលីសុខសប្បាយទេខ្ញុំនៅខាងក្រៅនឹកមកលោករហូតសុខសប្បាយអញ្ចឹងខ្ញុំមានការចង់សួរលោកតាលីខានជួបគ្នាតែមួយឆ្នាំសោះមិនក៏សក់ក្បាលលងស្កើអស់អញ្ចឹងគឺព្រោះតែកូនស្រីខ្ញុំលីស៊ូនឹងណាតាំងពីនាងចាក់ចេញទៅខ្ញុំអារម្មណ៍ទាំងយប់ទាំងថ្ងៃមិនយូរប្រហែលក៏សក់ស្កើឮសន្តិសុខដែលមកវិញមុននិយាយថានាងតាមតនពួកលោកក្រោយមកក៏ចាក់ចេញដោយមិនបានលាតែលោកដឹងថានាងសុខសប្បាយឬអត់តាលីគឺបារម្ភពីអ្នកនាងទី2មែនទេហ្នឹងហើយអាយ៉ាអ្នកនាងទី2នេះក៏អញ្ចឹងដែរខ្ញុំស្មានតែគាត់ផ្ញើសម្បត្តិមកផ្ទះទៅហើយចំមែនហើយមិនក៏ធ្វើឲ្យលងព្រួយបារម្ភអញ្ចឹងអូនស្រីអត់អីហើយអញ្ចឹងលោកបានជួបនាងឬអត់តើនាងសុខសប្បាយទេពេលដែលខ្ញុំចាក់ចេញពីសៀនយ៉ាងបានជួបនឹងនាងក៏បានសួរនាងថាហេតុអីបានជាចាក់ចេញមិនព្រមលានាងបាននិយាយថាបារម្ភពីជំងឺរបស់សៀវឈួនទៅវិញមើលថែវាស្មានមកដល់ថានៅក្រោមការមើលថែដល់ដេតដល់របស់នាងសៀវឈួនក៏រស់ឡើងវិញវាទាំងពីរនាក់ខ្លាចលោកខឹងក៏មិនហ៊ានត្រឡប់មកវិញទីបំផុតបានឆ្លងកាត់ការលំបាកហើយបានទៅដល់សៀនយ៉ាងពេលនេះគេរស់បានសុខសាន្តហើយតើពួកគេរៀបការហើយមែនទេអ្នកប្រុសអីលោកមិនដឹងថាខ្ញុំកំពុងតែចាំលោកទេមិនក៏លោកបាត់ចិត្តខ្ញុំបើដឹងចឹងកាណោខ្ញុំមិនដេញសៀវឈួនឲ្យទៅទេនៅបង្ខំឲ្យលីស៊ូរៀបការជាមួយអ្នកប្រុសឈិនទៀតខ្ញុំនាំទុកឲ្យនាងហើយតាលីធ្វើអញ្ចឹងគឺចង់ឲ្យអ្នកនាងទី2ល្អទេលោកមើលខ្ញុំនិងសៀវឈួនគឺជាបងប្អូនធម៌ខ្ញុំគួរតែជួយវាតែខ្ញុំយល់ច្បាប់មិនយល់ញាតខ្ញុំបានមកចុះបញ្ចូលឲ្យអ្នកនាងទី2ត្រឡប់មកវិញតែស្មានមកដល់ថានាងទៅដល់មិនវាសោះរឿងនេះខ្ញុំស្ដាប់សន្តិសុខដែលមកវិញនិយាយពួកគេសុទ្ធតែសរសើរលោកនៅថាដោយសារតែបានប្រាជ្ញារបស់លោកជួយជីវិតពួកគេពេលនេះលោកល្បីឈ្មោះទូទាំងស្រុកនេះហើយគេថាមេឃុំស៊ូជាមនុស្សមានគុណធម៌ខ្ពង់ខ្ពស់មកពីអ្នកទាំងអស់គ្នាគេសរសើរខ្ញុំទេខ្ញុំគ្រាន់តែប្រើកលល្បិច1/10ប៉ុណ្ណោះមិនពូកែដល់ឋានៈនឹងទេអាយ៉ាខ្ញុំនៅក្រៅជាង1ឆ្នាំហើយនៅក្នុងចិត្តគិតពីរឿងដែលបាននិយាយជាមួយលោកកាលពីលើកមុនទៀតអ្នកប្រុសលាលោកមិនបាច់បារម្ភទេខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹង1ឆ្នាំនេះ
ខ្ញុំឮតែពាក្យសរសើរមិនដាច់ពីមាត់ដូច្នេះខ្ញុំពេញចិត្តនឹងលោកណាខ្ញុំនឹងទៅនិយាយជាមួយកូនស្រីខ្ញុំរើសថ្ងៃល្អមួយទទួលចំនួនពីលោកអរគុណតាលីដែលបានជួយបំពេញបំណងមិនអីទេមិនបាច់សួរទេខ្ញុំមិនឯកភាពអាជឺមិនកូនគ្មានសុជីវធម៌អញ្ចឹងលោកប្រុសលាវមកដោយស្មោះកូនឯងបែរជានិយាយអញ្ចឹងមិនចេះគួរសមសោះបងខ្ញុំបារម្ភពីស្ថានភាពប្អូនស្រីទៅប្រាសម្ដីបែបនេះសូមលោកប្រុសលាវអបជាស្រ័យផងមិនអីទេអ្នកនាងនិយាយទៅចោះមិនអីទេអញ្ចឹងខ្ញុំនិយាយឲ្យណាអ្នកប្រុសក្រៅពីនាំពាក្យសម្ដីមកនោះអ្វីផ្សេងទៀតនោះក៏គ្មានយកមកដែរទី1ពួកខ្ញុំមិនបានទទួលសម្បត្តិទី2ក៏មិនបានជួបប្អូនស្រីផ្ទាល់ទៀតខ្ញុំគឺជាបងស្រីបង្កើតរបស់គេតើខ្ញុំអាចទុកចិត្តទេបើមិនតាន់ឃើញប្អូនស្រីខ្ញុំមិនសប្បាយចិត្តទេខ្ញុំមិនគិតពីរឿងផ្ទាល់ខ្លួនឯងទេត្រូវហើយអាជឿសៀនយ៉ាងមានចម្ងាយរាប់ពាន់យោជន៍កូនឯងចង់ជួបប្អូនស្រីកូនមិនមែនថាទៅក៏ទៅនោះទេម្យ៉ាងទៀតអ្នកប្រុសលាទៅតែមកដល់ស្រុកនេះវិញមិនទាន់ទាំងបានសម្រាប់ផងពុកមិនលឺពួកគេនិយាយទេរាជបត្រាភូហូបាត់សេចក្តីប្រកាសបើកសំណាក់សវត្ថិភាពរើសមនុស្សមានទេពកោសល្យហើយលោកប្រុសលាបានសរសើរខ្លួនឯងជាអ្នកពូកែនៅស្រុកភីនេះឈ្មោះល្បីរន្ទឺបើអញ្ចឹងមែននោះអ្នកប្រុសលាគួរតែចូលរួមទៅត្រូវបើសិនជាអ្នកប្រុសលាជាអ្នកនៅក្នុងចំណោមមនុស្សមែនជាអ្នកមានសមត្ថភាពនៅក្នុងចំណោមមនុស្សមែននោះអញ្ចឹងគ្រាន់តែបនស័កមួយពីរប៉ុណ្ណោះខ្ញុំជឿថាអ្នកប្រុសលាគ្មានបញ្ហាទេមែនទេដល់ពេលនោះអ្នកប្រុសលាមកស្ដីដណ្ដឹងខ្ញុំនោះក៏មិនយឺតពេលដែររឿងនេះខ្ញុំក៏បានគិតដែរប៉ុន្តែប្រាក់ខ្ញុំមានកំណត់អត់មានសហួយគ្រប់គ្រាន់បើអ្នកប្រុសលាមានឆន្ទៈបែបនេះទៅហើយនោះពួកខ្ញុំក៏មិនឈប់អាប់ដៃមើលដែរលោកពៅបើអញ្ចឹងពួកយើងយកសហួយយើងកំដរអ្នកប្រុសលាទៅស៊ីយ៉ាងមួយជើងទៅទី1នោះគឺកំដរគាត់ទៅយកបនសាទី2គឺទៅមើលប្អូនស្រីតើសុខសប្បាយទេយើងធ្វើអញ្ចឹងតើល្អទេពៅល្អអាជឿយប់បននេះល្អណាស់អ្នកប្រុសលាលោកមិនបាច់ព្រួយបារម្ភពីរឿងសហួយអ្វីទៀតទេបានប្រកាសហើយបើលោកប្រុសលាមិនព្រមទេនោះខ្ញុំនឹងពុកក៏មិនបង្ខំលោកដែរពីព្រោះដល់ពេលនោះនៅទីក្រុងយ៉ាងសម្បូរទៅដោយអ្នកមានសមត្ថភាពដល់ពេលនោះខ្ញុំអាចរកប្តីល្អបានដូចចិត្តម្នាក់ត្រូវតែទៅបើតាលីព្រមជួយតាហើយខ្ញុំមិននឹងហ៊ានរុញរាទៅខ្ញុំទៅផ្ទះរៀបចំខ្លួនចេញដំណើរភ្លាមលាអ្នកប្រុសលាមិនក៏ឈប់អញ្ចឹងផ្លូវខាងមុខឆ្អៀតណាស់តែសែងទៅមិនរួចទេមើលទៅពួកយើងមានចោលដែរហើយបាទយើងអាចឆ្លៀតពេលមើលទិដ្ឋភាពនៅស្រុកសៀនយ៉ាងនេះផងនេះកុំដាស់លឿនពេកចាំខ្ញុំផងខ្ញុំទិញអីវ៉ាន់ផ្ញើអ្នកផ្ទះសិនមិនស្មានថាមានមនុស្សមានសមត្ថភាពច្រើននេះខ្ញុំលក់ធូរថ្លៃទេយកទាំងអស់ការរើមនុស្សលើកនេះអ្នកចេះវិជាគុណនិងចេះអក្សរសុទ្ធតែអាចមកប្រឡងមើលទៅពួកគេគ្រាន់តែជាអ្នកគុណនិយមប៉ុណ្ណោះទេខ្ញុំយល់ថាមិនមែនទេមានមនុស្សជាច្រើនមើលទៅដូចជាពូជពងរាជវង្សនគរ6កាលពីមុនមើលទៅឥទ្ធិពលរបស់ព្រះរាជបុត្រហ្វូស៊ូមិនធម្មតាទេគាត់តែបកូនណាយមកសោះមើលណាហេតុអីក៏មនុស្សអ្នកស្អាតភាពស្ពីមើលទៅស្ទប់អ្នកខ្សែមិនដែលឃើញស្ដាច់សោះអីយ៉ាងប្រពន្ធណាគឺវាស្នាជាពេកវាស្នាពួកយើងគឺមើលការអ៊ូអន់មកតាមវាស្នាទៅខកអីនេះហៅថាអំណាចរបស់មហាក្សត្រមិនលាវប៉ាងខ្ញុំមិនសុខចិត្តធ្វើជាអ្នកមើលទេលាវប៉ាងនេះសបកក្រៅខ្ជិលការពិតក៏មានមហិច្ឆតាដែរតាំងគ្រាន់តែខ្ជិលមិនចេះតស៊ូប៉ុណ្ណោះនេះហេតុអីក៏សម្លឹងមើលមកខ្ញុំបែបនេះខ្ញុំចង់មើលតើវាស្រាលថ្ងៃក្រោយទៅជាយ៉ាងម៉េចវិញខ្ញុំមើលឃើញតែអក្សរ4តួប៉ុណ្ណោះភ្នែកខ្ពស់ដៃទា
មានស្អីអស្ចារ្យទេចាំថ្ងៃក្រោយខ្ញុំបានធ្វើជាស្ដេចជំនួសវាខ្ញុំនឹងធ្វើឲ្យអធិកធមជាងនេះទៅទៀតឯងគុំនិយាយផ្ដេសផ្ដាស់ចាប់ទៅខ្លួនអីពូសរសើរគំនិតនឹងឆន្ទៈរបស់ឯងណាស់ប៉ុន្តែនេះជាក្រុងសញ្ញំគឺទឹកដីនគរឈិងពួកយើងនៅទីនេះត្រូវតែប្រយ័ត្នបន្តិចបើមិនចឹងទេអាចនាំទុកដល់ខ្លួនយើងណាក្រែងពូប្រាប់ខ្ញុំថាត្រូវទុកការបង្កើតនគរឈូជាធំហីមិនក៏នាំខ្ញុំមកប្រឡងជ្រើសរើសសមត្ថភាពនៅនគរឈិងទៅវិញត្រូវហើយពូបង្រៀនឯងចឹងមែនប៉ុន្តែពេលនេះមហាឈិងនៅតែរុងរឿងណាស់ពួកយើងមិនអាចបោះបោះបាត់ទេមានតែរងចាំឱកាសពេលនេះពួកយើងត្រូវដំណាក់សមត្ថភាពដើម្បីប្រឡងទី1រាប់អានមិត្តភ័ក្តិដែលជាពុជពងចត់ខ្ពស់នៃនគរទាំង6នាក់ទី2ព្រះបុត្ថាហ្វ្រូស៊ូគឺជាជំរើសធ្វើជាបរិយាបុត្រាពួកយើងត្រូវស៊ើបប្រវត្តិគេឲ្យច្បាស់នេះទើបហៅថាស្គាល់កលៈទេសៈស្ត្រីឯងឃើញទីថ្ងៃនេះពុជពងនគរទាំង6មិនតិចទេណាគោលដៅរបស់ពួកគេគឺប្រហែលជាដូចយើងអញ្ចឹងណាបើអញ្ចឹងពួកយើងទៅជួបអ្នកក្លាហានទាំងអស់នោះទៅនិយាយអញ្ចឹងទៅត្រូវតែយើងអាយ៉ាលោកសៀសុំគោរពកាន់ជុកគ្នាអស់លោកទាំងអស់សុខសប្បាយទេសួស្ដីសួស្ដីសួស្ដីអបអូនជំរាបសួរគ្រូសាយសុខសប្បាយទេថ្ងៃក្រោយមានការអីមករកខ្ញុំសុខសប្បាយទេសុខសប្បាយទេឯងពីរអ្នកនេះណាឆាប់ថយចេញភ្លាមទៅតោះខ្ញុំណានៅឈរណាទៀតណាមិនលឺទេថយចេញអស់ទៅថយចេញទៅថយចេញទៅទៅចេញទៅថយចេញឯពីអ្នកឆាប់ថយចេញកុំបាំងយើងមើលទេសភាពអស្រស់បំប្រងថយចេញកញ្ចាប់ប្រមឹកឯងនិយាយប្រៀបដាស់ស្អីហ្នឹងចង់ងាប់យើងសវឹងហើយទើបនិយាយផ្ដេសផ្ដាស់ឯងអត់សវឹងទៅប្រកាន់នឹងអ្នកសវឹងដូចយើងធ្វើអីចេះទៅប្រកាន់ធ្វើអីដែរលោកបងជួយមកផឹកស្រាជាមួយខ្ញុំវិញសៀវឈុនមិនក៏ឯងនៅនេះមិនបានជាឯងនៅទីនេះខ្ញុំចឹងតាំងពីដើមមកហើយតាឯងធ្វើបែបនេះគឺប្រមាថដល់ក្រុមបាក់ហើយលោកឡាសីនេះលោកគ្រូសិស្សសុំគ្រូលោកគ្រូឯងមើលចុះមើលរូបរឿងឯងតិចប្រកកំឡោះមានសមត្ថភាពម្នាក់តែប្រហែលថ្ងៃសោះធ្លាក់ខ្លួនដល់ថ្នាក់នេះទៅហើយបើដឹងចឹងយើងមិនឲ្យឯងដល់ចេញពីក្រុមតែឯងទេស្រាប់ទៅជាមួយយើងមកតោះលោកនាំលោកម្ចាស់ខ្ញុំទៅណាហ្នឹងណាលោកតាជួយសួស្ដីសួស្ដីទេសុខសប្បាយសួស្ដីខ្ញុំគឺសៀងលៀននៅស្រុកខូជីនេះគឺក្មួយប្រុសខ្ញុំសៀងអ៊ីនេះជាសិស្សរបស់ខ្ញុំអ៊ីស៊ីវឈុនលោកនៅគ្រួសារណាដែរខ្ញុំគឺកូនចៅគ្រួសារសៀងនៅនគរឈូគឺពុយពងកំពុងខ្ពុនតាអញ្ចឹងកាន់ឆ្វេងមិនក៏បែងចែកកៅអីឆ្វេងស្ដាំខាងស្ដាំមានមនុស្សច្រើនណាខាងឆ្វេងអត់សូវមានមនុស្សទេលោកមិនដឹងទេនៅក្នុងការប្រឡងអ្នកមានសមត្ថភាពនេះក៏មានបែងចែក3 6និង9ដែរពុយពងនគរទាំង6ពុយពងខ្ពស់ខ្ពស់តាំងពីដើមមកគឺអង្គុយខាងឆ្វេងធំស្ដាំទៅអីឃើញទេអ្នកមកប្រឡងពិតជាច្រើនមែនណាខាងស្ដាំអង្គុយឡើងពេញទៅហើយពួកយើងទៅជុំមិត្តភ័ក្តិនគរទាំង6ទៅណាតាសាគុំមកហើយសួស្ដីពួកលោកគឺអ្នកណាដែររិះធម្មតាទេខាងស្ដាំហ៎ខ្ញុំមិនដូចគ្នាទេមិនមែនរិះធម្មតាអត់ទៅលោកឈ្មោះណាមេឃុំស៊ឺសួយលាវប៉ាសុំអញ្ជើញទៅខាងស្ដាំខ្ញុំគឺមេឃុំណាត្រួតត្រាដី10យោជមិននឹងអញអង្គុយជាមួយពួកគេបានទៅខ្ញុំចង់អង្គុយខាងនោះ
មេឃុំគឺអត់មានបនស័កទេដូចជាប្រជារាស្ត្រធម្មតាអញ្ចឹងលោកនិយាយស្អីហ្នឹងហ៎ចំមានឃើញទេគ្មានចិត្តកុំមករំខានសំបីតែផ្លានេះក៏មើលមិនឃើញដែរចំមែនតែភ្លាមទេអ្នកមិនតង់ពិតជាភ្នែកឆ្កែមើលងាយគេមែន បើចឹងលោកក៏មើលងាយពួកខ្ញុំដែរ អញ្ចឹងភ្នែកលោកគឺភ្នែកឆ្កែដែរ ការពិតខ្ញុំមិនប្រកាន់ថាអង្គុយកន្លែងនេះឬក៏កន្លែងនោះទេគ្រាន់តែអង្គុយបណ្ដុំតាអង្គុយកន្លែងណាក៏បានដែរអង្គុយកន្លែងនេះចុះ ណែខ្ញុំហ៊ានអង្គុយចង់លោកម្ចាស់មេឃុំទេណាតើកន្លែងផ្សេងនេះ តាំងចង់សំរឿង កន្លែងនេះចុះកុំចង់ពួកអីហ្នឹង ស្អីស្រានលោកស៊ីជូនពួកយើងនៅណា ទីនេះជាដំណាក់សមត្ថភាពស៊ីជូនធ្វើឲ្យត្រឹមត្រូវបន្តិចជុំវិញនេះសុទ្ធតែជាពុជពូននគរទាំង6កុំធ្វើឲ្យលពូខ្មាស់គេបាទ ខ្ញុំចង់ គួយនឹង អីយ៉ាខ្ញុំមិនប្រកាសឲ្យលោកអង្គុយទេណាប៉ុន្តែកន្លែងពេញអស់ហើយសានប៉ាវបាទ ចំមែនហើយមិនក៏នាងមកតាមដែរខ្ញុំមិនអាចអាម៉ាស់មុខនៅចំពោះមុខលីជឺទេរំជោបាយសិនលឺប៉ា សិវជួនកាយឯងកំពុងតែជួសជុលមហាកំផែងឯងអត់មានស្លាប់ទេ ខ្ញុំមិនតស៊ូលបងផងលបងមកទីនេះធ្វើអី អាបងមកអង្គុយសិនទៅមកអង្គុយមក អំបញ្ញមិញនេះខ្ញុំប្រាប់លោកហើយតាថារីធម្មតាមិនអាចអង្គុយនៅទីនេះទេ វាជាប្អូនធររបស់ខ្ញុំវាអាចអង្គុយទីនេះបានរឿងអីខ្ញុំអង្គុយទីនេះមិនបាន សេឈុនឯងធ្លាប់ធ្វើជាបងប្អូនថោះជាមួយនឹងគេ ពិតជាធ្លាប់គេគេឃើញទេខ្ញុំអត់មានកំហុសទេបើឲ្យខ្ញុំទៅខ្ញុំមានតែទៅជាមួយប្អូនប្រុសខ្ញុំវិញ ហេយកយល់ដល់លោកសៀងខ្ញុំលើកលែងឯងមិនអត់ទៅចោះហេ ខ្ញុំគឺ ខ្ញុំដឹងហើយមេក្រុមស៊ូស៊ូលៀប៉ានអ្នកនៅទីនេះសុទ្ធតែស្គាល់លោកទាំងអស់ អ្នកទាំងពីរនឹងសៀវជួនត្រូវជាអីនឹងគ្នាដែរពួកយើងស្គាល់គ្នាបន្តិចទៅ តាមខ្ញុំយល់គ្មានការចាំបាច់ទេតាំងពីដើមមកមនុស្សគ្រួសារសៀងគឺស្រឡាញ់ខ្លួនណាស់ដូចគ្នាខ្ញុំក៏ស្រឡាញ់ខ្លួនដែរសៀវជួនឯងអត់មានលេបសម្ដីទេហ៎ឯងត្រឡប់មកសៀនយ៉ាងវិញហើយមិនក៏មិនមកប្រាប់បងមួយម៉ាត់ផង ខ្ញុំមិនតស៊ូលបងផងហេតុអីក៏លបងបញ្ជូនខ្ញុំទៅសមមហាកំផែង ពលកររបស់ខ្ញុំរត់បាត់ពីនេះមនុស្សទូទាំងក្រុមសុទ្ធតែអាចយកទៅប្រហារជីវិតពេលសន្តិសុខហៅឈ្មោះក៏យកឯងទៅចំនួនទៅខាងនោះក៏ជាមិត្តភក្តិរបស់ខ្ញុំដែរក៏ជាជីវិតមនុស្សខ្ញុំគ្មានបញ្ចុះបាយទើបបង្ខំចិត្តទទួលស្គាល់ទៅ បងថាបងដើម្បីជួយមនុស្ស បើឯងមិនជឿទៅសួរសន្តិសុខនោះទៅបើខ្ញុំនិយាយគាត់មួយម៉ាត់ឲ្យខ្ញុំស្លាប់ទៅចុះបើតាមខ្ញុំយល់ពេលនោះបើឯងនៅស្វាងក៏ឯងឯកភាពធ្វើអញ្ចឹងដើម្បីជួយពួកគេដែរ បានរឿងនេះខ្ញុំនឹងសើឲ្យច្បាស់លាស់ចាំមិនក៏លបងមកទីនេះ អើយគឺបងថ្លៃឯងបង្ខំនឹងណា បងថ្លៃ គឺអ្នកនាងធំគ្រូសាលីនឹងដើម្បីឲ្យខ្ញុំមកទីនេះប្រឡងយកបនសាទៅទូចកំដរខ្ញុំមកសៀនយ៉ាង បងថាគ្រូសាលីសិតតែម្ដងសិនយ៉ាងហើយ ត្រូវហើយដល់វេលាល្អហើយសូមអញ្ជើញព្រះរាជបុត្រាហ្វូស៊ូ
Này nè chết. Mấy Hả? Này nè, mấy con khơi hả? Mấy con khơi. Nè à. Hả? Mấy con khơi. Nè kia. Hả? Nè kia. Anh nút. សូមគោរពអ្នកទាំងអស់គ្នា មក ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាទៀតនេះខ្ញុំសូមគោរពអ្នកទាំងអស់គ្នា អូសង្ហាណាស់តាលោកខ្ពង់ខ្ពស់យ៉ាងនេះហេតុអីក៏អង្គុយនៅខាងក្រោមដែរ ដូចតែអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំក៏ជាសមាជិកម្នាក់នៅក្នុងដំណាក់នេះដែរនៅក្នុងដំណាក់សមត្ថភាពនេះគឺមានឋានៈស្មើគ្នាទាំងអស់មិនប្រកាន់ថាអ្នកនៅខាងលើឬអ្នកនៅខាងក្រោមទេខ្ញុំមិនពូកែខាងនិយាយស្ដីប្រមាណទេខ្ញុំសូមនិយាយតាមត្រង់ទីចុះបើកអង្គប្រជុំនៅដំណាក់សមត្ថភាពលើនេះគឺដើម្បីប្រមូលយកអ្នកមានសមត្ថភាពក្នុងពិភពគុណរោគយុទ្ធសាស្ត្រជូននគរសាងសុភមង្គលជូនរាជអ្នកនៅទីនេះសុទ្ធតែជាអ្នកមានសមត្ថភាពនៅក្នុងនគរទាំង6សម្ដីពី3ម៉ាត់ក៏ពិបាកដោះស្រាយគំនុំគុំគួនកាលពីមុនដែរក៏ប៉ុន្តែខ្ញុំស្ម័គ្រចិត្តចាប់ពីថ្ងៃនេះទៅស្មោះចំពោះអ្នកទាំងអស់គ្នារំលាយរនាំងនោះចោលសង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់នឹងគំនុំចាស់បញ្ចេញសមត្ថភាពរៀងៗខ្លួនគឺមិនប្រកាន់នឹងរឿងចាស់ប្រទានបុណ្យស័ក្តិទៅតាមសមត្ថភាពរៀងខ្លួនខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគិតគូរដល់ប្រជារាស្ត្រយើងផង អូមានបន្ទូត្រូវមែនមានបន្ទូត្រូវមែនហ៎ និយាយសំហិតសំផល មិនស្មានថារាជបុត្រហ្វូស៊ូនេះដាក់ខ្លួនចិត្តទលាយមិនចេះគុំគួនពិតជាមនុស្សសំធ្វើជាស្ដេចមែន ពិតជាស្មានម្ដងថាគឺជាព្រះបុត្រាតែមិនចេះវាយរឹកសោះពិតជាគួរឲ្យគ្រប់មែនបើប្រៀបនឹងឪពុកគេពិតជាខុសគ្នាឆ្ងាយ គេមិនប្រកាន់នឹងស្អប់ពុជពងនគរទាំង6តើគេចង់ដោះគំនុំជំនួសពុកគេ ពូយល់ថារឿងនេះអាចទៅរួចដោះស្រាយបញ្ហាគឺស្ថិតលើប្រាជ្ញាមើលទៅរាជបុត្រស៊ូក៏យល់ពីហេតុផលនេះដែរប៉ុន្តែបើចង់ធ្វើកិច្ចការនេះឲ្យបានសម្រេចមិនមែនជាការងាយទេ ខ្ញុំយល់ថាមិនប្រកបទេបើខ្ញុំជាពូជពងនគរទាំង6មែនខ្ញុំក៏រំភើបចិត្តដែរលោកស្ដាប់មើលបន្ទូលរបស់ព្រះរាជបុត្រមិញនេះនិងប្រតិកម្មមនុស្សនៅខាងក្រោមនេះអាយ៉ាពិតជាពូកែទិញសណ្ដានចិត្តមនុស្សមែននេះគឺជាមេរៀនដែលខ្ញុំទៅរៀនតាមហើយលោកសៀងមើលទៅចិត្តរបស់លោកក៏រំភើបដែរមែនទេ ពួកលោកមានសមត្ថភាពខាងអី អូពួកខ្ញុំហាត់ទាំងអក្សរសាស្ត្រទាំងវិជ្ជាគុណអាចមកยึดទឹកដីគ្មានអ្នកណាប្រៀបអក្សរសាស្ត្រអាចគ្រប់គ្រងនគរពង្រីកទឹកដី ល្អណាស់ដំណាក់សមត្ថភាពត្រូវការមនុស្សដែលមានទេពកោសល្យដូចជាពួកលោកអញ្ចឹង ខ្ញុំលាវប៉ាងពូកែសម្ដីចិត្តមានឆន្ទៈណែលោកធ្វើអីហ្នឹង ចាំលោកមានជំនាញខាងអ្វីមួយហើយចាំមកម្ដងទៀតឥឡូវនេះទៅវិញសិនទៅ ខ្ញុំគឺមានឆន្ទៈរបស់ខ្ញុំមិញនេះព្រះរាជបុត្រាហ្វូស៊ូមានបន្ទូល ជាបណ្ដោះអាសន្ននេះដំណាក់នេះអត់មានតំណែងសម្រាប់លោកទេលោកឆាប់ទៅវិញសិនទៅ គួរឲ្យអស់សំណើចមែន អ្នកបន្ទាប់ សេជួនជប់សិនថ្ងៃនេះtôiយ៉ាងណាឯងត្រូវតែជួបតាលីជាមួយនឹងខ្ញុំឯងជួយជាមួយខ្ញុំផងទៅ មានអីទៀតហើយ ដំបូងនិយាយគ្នាឲ្យខ្ញុំចូលដំណាក់សមត្ថភាពមានការតំណែងណាមួយតាលីយល់ព្រមរៀបការអ្នកនាងធំឲ្យខ្ញុំតែមិនដឹងថាម្ចាស់ដំណាក់នេះឈួតស្អីទេឈោតឈ្មោះខ្ញុំចោលពេលនេះមង្គលការខ្ញុំមានគ្រោះថ្នាក់ណាស់មានតែឯងទេទើបអាចជួយខ្ញុំបានណា ឲ្យខ្ញុំទៅយ៉ាងម៉េចចូលរឿងលីស៊ូឲ្យខ្ញុំនិយាយប្រាប់តាលីថាម៉េច កិច្ចបានមួយពេលមិនអាចកិច្ចបានមួយជីវិតទេកុំនិយាយច្រើនពេកឆាប់ទៅអូអ្នកទាំងពីរខ្ញុំនឹងសៀវឈុនមានការទៅមុនហើយ គេនិយាយនេះគឺមែន លោកគ្រូលោកបងខ្ញុំត្រូវទៅជុំអ្នកចាស់ទុំដែលមកពីស្រុកឆ្ងាយម្នាក់នេះគឺជាភារកិច្ចសំខាន់ខ្ញុំទៅមុនសិនណា ជប់សិនគ្រូបានជប់ឯងលើកនេះពិតជាបារម្ភពីឯងខ្លាំងណាស់ថ្មីត្បិតតែឯងចេញពីបាក់ហើយតែឯងនៅតែជាសិស្សរបស់គ្រូដដែលគឺមិនអាចប្រមាថក្រុមបាក់ទេណាដូច្នេះយើងនឹងកំណត់វិន័យ3ឲ្យឯង
ទី1ផ្ដាច់ស្រាមិនអាចផឹកទៀតទី ខ្ញុំដឹង ទី2ឧស្សាហវិជ្ជាគុណក្បួនសឹកមិនអាចទុកចោលជាដាច់ខាត ខ្ញុំនឹងគ្រប់តាមបញ្ជាលោកគ្រូ ចំណែកទី3មិនឲ្យតាក់ទងជាមួយនឹងមនុស្សចោះមកទៀតទី លោកទុកចាត់ចោះរឿងនេះខ្ញុំប្រកាសជាទឿនសៀវឈួនឲ្យគោរពវិន័យទាំង3នេះទៅ ស៊ីឈួនបងអូនត្រូវប្រយ័ត្នផង ចាប់ទៅឲ្យលឿនឡើង បងកុំពិបាកចិត្តអីបង លីស៊ូហេតុអីក៏កូនអាយុខ្លីម្ល៉េះ មុនពេលនឹងស្លាប់នាងបានទុកពីបំណងនាងឲ្យខ្ញុំបំរើលោកតាចំនួននេះឲ្យខ្ញុំមកថែគ្រួសារនេះឲ្យបានល្អថ្ងៃក្រោយតាទុកខ្ញុំជាកូនប្រុសតាចុះ លីស៊ូកូនស្រីបង បងកុំពិបាកចិត្តពេកបងប្រយ័ត្នសុខភាពបងកុំពិបាកចិត្តអីណាបង គឺទីនេះ ស៊ូជួយចិត្តបន្ទុកបែរទៅទិសខាងកើតបន្ទុកមួយនេះទុកឲ្យនាងចោល ពុកកុំអារម្មណ៍អីកូននឹងថែរក្សាបានល្អអ្នកប្រអ៊ី នាងទៅសម្រាប់ចុះយប់នេះទៅខ្ញុំយប់ទីនេះ អ្នកប្រអ៊ីខ្ញុំយាមជាមួយអ្នកប្រាំអំបញ្ញមេនេះខ្ញុំបានសុំឲ្យប្អូនស្រីអព្យាស្រ័យខ្ញុំផង អត់ជាស្រ័យអី អព្យាស្រ័យឲ្យខ្ញុំដែលនឹកលោករហូតតាំងពីខ្ញុំជួបលោកលើកទី1ដល់ក្រោយមកខ្ញុំបានឆ្លោះជាមួយប្អូនស្រីដើម្បីលោកប្អូនស្រីបានរត់ចេញពីផ្ទះនៅថ្ងៃដែលបង្ខំឲ្យនាងរៀបការតាំងពីតូចដល់ធំស៊ូរឿងអីក៏មិននិយាយដែរថ្ងៃនោះនាងបែរជាឆ្លោះជាមួយខ្ញុំនេះមិនដឹងថាគួរធ្វើយ៉ាងម៉េចទេហើយក៏គ្មានមនុស្សពិភាក្សាគ្នាដែរ
ដូច្នេះតើបនេះដាច់ចិត្តរត់ចេញពីផ្ទះគឺខ្ញុំធ្វើខុសចំពោះនេះគឺខ្ញុំធ្វើឲ្យនាងស្លាប់គឺខ្ញុំដែលជាអ្នកសម្លាប់អូនស្រីខ្ញុំ ខ្ញុំនឹកអស់កម្មនាងគឺជាមនុស្សដែលស្និទ្ធស្នាលនឹងស៊ូស៊ូជាងគេនៅពេលស៊ូស៊ូរត់ចេញពីផ្ទះនឹកមិននឹងរហូតនៅឲ្យខ្ញុំមើលថែនៅឲ្យបានល្អទៀតផង បងអីតើបងដឹងទេដើម្បីបងតើខ្ញុំធ្វើកិច្ចការច្រើនប៉ុណ្ណាតែបងបាជាមិនដឹងគុណខ្ញុំទេចំណែកខ្ញុំទោះជាបងធ្វើយ៉ាងនេះចំពោះខ្ញុំក៏ដឹងក៏ខ្ញុំនៅតែស្រឡាញ់បងមិនដាច់ចិត្តពីបងទេតើនេះគឺខ្ញុំជពាក់បងមែនទេនេះមិនជពាក់អីខ្ញុំទេគឺខ្ញុំខុសខ្ញុំបានសន្យាស៊ូថាមើលថែនេះបានល្អខ្ញុំត្រូវទៅធ្វើបាននេះធ្វើនេះបងអីបងមិនដឹងថាខ្ញុំវេទនាចិត្តប៉ុណ្ណាទេរាល់ពេលយប់ថ្ងៃដែលខ្ញុំបែកពីបងនោះខ្ញុំនឹកបងរហូតខ្ញុំនឹកបងប៉ុន្តែលុះថ្ងៃណាទេស៊ូគឺជាប្អូនស្រីរបស់ខ្ញុំគឺជាមនុស្សដែលស្និទ្ធស្នាលជាមួយខ្ញុំជាងគេតែខ្ញុំមិនដឹងថាបងជឿឬក៏អត់ទេការពិតនោះគឺខ្ញុំនឹកបងខ្លាំងជាងនឹកប្អូនស្រីខ្ញុំទៅទេបងអីនេះជិះនេះក៏ធ្វើចឹងអីបានទេក្រែកបងសន្យាថាថែទាំពួកខ្ញុំអស់មួយជីវិតមែនទេពេលនេះបងអាចថែទាំខ្ញុំហើយគឺខ្ញុំចាប់បងរហូតចាប់បងយូរណាស់មកហើយបងអីនាងយល់ច្រឡំហើយខ្ញុំសន្យាស៊ូថាថែទាំនាងគឺថែទាំដូចជាអ្នកផ្ទៃអញ្ចឹងបើនៅក្នុងចិត្តនាងនៅមានប្អូនស្រីនោះមិនគួរនិយាយពីអស់នេះទេតាំងខ្ញុំយល់ស៊ូក៏មិនចង់អញ្ចឹងដែរនេះចេញទៅនេះឆាប់ចេញទៅលីជកុំធ្វើឲ្យខ្ញុំមើងងាយនេះណាបងអីខ្ញុំស្រឡាញ់នាងណាស់លោកធ្វើឲ្យខ្ញុំឈឺចិត្តណាស់នៅជន់ឆ្លីកិត្តិយសរបស់ខ្ញុំនៅក្រោមបាតជើងរបស់លោកទេបានលោកចាំទុកឲ្យច្បាស់បាទលោកចាំមើលចុះខ្ញុំត្រូវទៅឲ្យលោកធ្វើការលះបោះត្រូវទៅឲ្យលោកស្ដាយក្រោយនៅអ្វីដែលលោកបានធ្វើនៅថ្ងៃនេះខ្ញុំនឹងឲ្យលោកដឹងថាលោកបដិសេធនឹងខ្ញុំ
ខ្ញុំនឹងធ្វើឲ្យលោកស្ដាយក្រោយជាងគេនៅក្នុងមួយជីវិតនេះ ហេតុអីបានជាលោកលាក់បាំងនៅរឿងអ្វីថាស៊ូកូនស្រីខ្ញុំសុខសប្បាយហេតុអីទៅតាលីខ្ញុំឃើញតាបារម្ភពីអ្នកនាងទី2ឡើងសក់ស្កើអស់ទៅហើយមិនដាច់ចិត្តឃើញតាឈឺចិត្តទៀតទើបលាក់បាំងនឹងការពិតនេះ អាស៊ូកូនខ្ញុំស្លាប់ខ្ញុំពិបាកចិត្តណាស់ខ្ញុំមិនខ្វល់ថាលោកព្រួយបារម្ភពិតមែនឬក៏មានអំណងអីផ្សេងទេខ្ញុំក៏មិនចង់ដេញដោលពីរឿងនេះដែររឿងលោកនឹងអាចជឿកូនស្រីខ្ញុំទុកមួយឡែកសិនចុះខ្ញុំគ្មានកម្លាំងគិតពីរឿងនេះទៀតទេប៉ុណ្ណឹងសិនបានហើយអ្នកប្រុសលាវចេញទៅវិញចុះ លោកប្រុសលាវចាប់សិនលោកប្រុសលាវកុំអត់ទៅអីបើអនុញ្ញាតឲ្យកូនរៀបការជាមួយអ្នកប្រុសលាវទៅ អ្នកប្រុសលាវអ្នកនាងនិយាយអំពីអ្នកប្រុសលាវមួយណា គឺលោកនឹងហើយ អ្នកនាងព្រមរៀបការជាមួយខ្ញុំហើយក ុំតាន់សប្បាយចិត្តពេកបើលោកចង់ឲ្យខ្ញុំរៀបការជាមួយលោកនោះលោកត្រូវតែយល់ព្រមលក្ខខណ្ឌខ្ញុំ3ទី 1 ដីរបស់លោកត្រូវធំជាងអ៊ីស៊ីឈូនទី 2 ទ្រព្យសម្បត្តិរបស់លោកត្រូវច្រើនជាងអ៊ីស៊ីឈូនទី 3 ឋានៈរបស់លោកត្រូវធំជាងអ៊ីស៊ីឈូន ខ្ញុំយល់ព្រមនឹងលក្ខខណ្ឌទាំង3នេះ បើក្នុងរយៈពេល10ឆ្នាំបើលោកមិនអាចសម្រេចលក្ខខណ្ឌនេះបានទេអញ្ចឹងសូមទោសចាស់ឋានៈទ្រព្យសម្បត្តិដីធ្លីនិងអ្វីៗទាំងអស់របស់លោកសុទ្ធតែជារបស់ខ្ញុំទាំងអស់នៅមានទីរួមទាំងក្បាលលោកទៀតផង អាជឿរឿងមង្គលការគ្មានការអនុញ្ញាតពីឪពុកម្ដាយកូនមិនអាចសម្រេចដោយខ្ជិលខ្ជាបែបនេះនោះពុកមិនយល់ព្រមទេ សូមពុកអព្យាស្រ័យដល់កូនផងប៉ុន្តែកូនត្រូវតែធ្វើអញ្ចឹងសូមពុកសម្រេចបំណងកូនផងពុកកុំរារាំងកូនអីលោកលីតើយល់ព្រមឬក៏មិនយល់ព្រម ខ្ញុំយល់ព្រម អញ្ចឹងបានអ្វីត្បិតតែលោកយល់ព្រមនឹងខ្ញុំឯងក៏ប៉ុន្តែសភាពការនៅ10ឆ្នាំក្រោយនោះតើមានអ្នកណាទៅដឹងដល់ពេលនោះនិយាយតែមាត់គ្មានផតាបើអញ្ចឹងនោះលោកចុះហត្ថលេខាទៅ សូម្បីតែលិខិតក៏រៀបចំរួចហើយដែរ ប្រកាសហើយមនុស្សលោកនេះខ្ញុំដឹងច្បាស់ជាងគេបើខ្ញុំរៀបចំការពារមន្ទីរនោះតើខ្ញុំមិននឹងអាចឈរនៅទីនេះបានទៅលោកព្រមចុះហត្ថលេខាឬក៏មិនព្រមលោកគិតមើលទៅ ខ្ញុំចង់លោកឪពុកក្មេងកូនភាសាសូមគោរពលោកឪពុកក្មេង កូនជឿពុកដឹងថាតាំងពីដើមមកកូនឯងក្រអឺតក្រទមណាស់មិនព្រមចោះចាញ់គេទេតែពុកសូមរំលឹកកូនត្រូវតែប្រយ័ត្នប្រយែងកុំឲ្យព្រោះតែឆេះឆាវមួយពេលរួចហើយស្ដាយក្រោយមួយជីវិតនោះ
លោកឪពុកជាទីគោរពសូមពុកអព្យាស្រ័យរឿងមង្គលការដែលកូនអត្តនោម័តដែលខ្លួនឯងនេះប៉ុន្តែពុកទុកចិត្តចឹងទោះជាកូនរៀបការជាមួយគេក៏ដោយក៏កូននៅតែបម្រើពឹងគិតគូរដល់គ្រួសារលីគិតដល់កិត្តិយសគ្រួសារលីនិងគិតគូរដល់លោកឪពុកដែរសូមលោកឪពុកអភ័យទោសឲ្យកូនផងកូនឯងនឹងតែជាកូនស្រីរបស់ពុករឿងអីពុកមិនស្រឡាញ់កូននោះ解开我最神秘的等待，星星坠落，风在吹动，终于在将你拥入怀中，两颗心颤抖。相信我，不变的真心，千年等待有我承诺。无论经过多少的寒冬，我绝不放手。之口，等到蓝山擦肩回眸，再次的相守，苦苦痛痛爱的节奏，愿与你同守，却连一句我爱你都不能说出口。让爱成为你我心中那永远盛开的花，说好了给我的永久，这一次不要先走。唯有真爱追随你我，穿越无尽时空。你会知道我等着你，在千年之后。爱是心中唯一不变美丽的神